បាទជំរាបសួរទាំងអស់គ្នាថ្ងៃនេះយើងមានមេរៀនថ្មីពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Aircam យើងមាន2 Aircam Desktop និង Aircam Mobile ឥឡូវយើងចាប់ផ្ដើម search នៅក្នុង App Store របស់ MacBook មកអញ្ចឹងយើង search ពាក្យថា Aircam Desktop តមកទៀតវានឹងទាមទារឲ្យយើង scan កញ្ចក់ដៃអីចឹងឬក៏វាយ pin អញ្ចឹងយើង allow វាទៅវាយឲ្យវាហើយវានឹងចាប់ផ្ដើមដំឡើងដល់ពេលដែលដំឡើងហើយយើងយក open away ហើយ open away ទៅលើ virtual camera អញ្ចឹង Aircam Desktop របស់យើងវានឹងបំលែងខ្លួនវានឹងទៅជា virtual camera មានន័យថាកាមេរ៉ាសម្បត្តិនិមិត្តអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺយើង open ចេញពី status bar វាមកនឹងចេញរូបបែបនេះអញ្ចឹងរបស់យើងនឹងវាមាន QR code មួយនៅខាងឆ្វេងអញ្ចឹងអាហ្នឹងគឺយើងត្រូវដំឡើង Aircam Mobile មួយទៀត Aircam Mobile វាគឺជា transmitter មានន័យថាវាបញ្ជូនគេហៅថាកាមេរ៉ារបស់យើងហ្នឹងណាបញ្ជូនមក Aircam Desktop អញ្ចឹងយើងត្រូវមានទំនាក់ទំនង2ជាមួយគ្នាអញ្ចឹងយើងដំឡើង Aircam Mobile មួយទៀតមកកន្លែងនេះយើងចុចប៊ូតុង2ដងទៅប៊ូតុងខាងស្ដាំណាហើយយើង scan មុខវាបើយើងប្រើអញ្ចឹងរងចាំវាបន្តិចដល់រហូតដល់វាពេញបន្តមកទៀតយើង open វាមកចាំវាបន្តិចទៅដល់ពេលដែល open មកកន្លែងនេះដោយសារកាមេរ៉ាខ្ញុំវា pair ជាប់រួចហើយមាន connect រួចហើយអញ្ចឹងខ្ញុំចុច unpair លើប៊ូតុងក្រហមចេញសារណានេះរបស់ខ្ញុំហ្នឹងណាតែបើទាំងអស់គ្នាវិញវានឹងអត់ចេញអញ្ចឹងទេវានឹងចេញប៊ូតុងពណ៌ខៀវ connect ខាងលើនេះវិញនៅខាងលើចាំមើលវាចេញកន្លែងនេះខុសរបស់ខ្ញុំដោយសារវាជាប់ខាច់នេះប៊ូតុងពណ៌ខៀវនេះបងប្អូនគ្នាចេញមកវាចេញអញ្ចឹងចុចមកយើងឃើញ scan QR ណា QR code អញ្ចឹងយើងយកកាមេរ៉ាយើងទៅបញ្ចាំងដាក់ QR code desktop របស់យើងមកនៅក្នុង computer Mac ហ្នឹងអញ្ចឹងវានឹង connect ហើយយើងចុច connect ឲ្យវាមកវាភ្ជាប់ហើយកន្លែងនេះគឺយើងអាច preview នៅកន្លែងហ្នឹងបានហើយ screen desktop មួយហ្នឹងយើងអាចខ្វែងវាបានប៉ុន្តែយើងអាចចូលទៅបើកវាម្ដងទៀតនៅលើ status bar ខាងលើគេបងកន្លែង menu តូចនៅលើហ្នឹងណាអញ្ចឹងយើងឃើញរូបកាមេរ៉ាហើយអញ្ចឹងការងារបន្ទាប់ទៀតមានន័យថានេះដំណើរការណាវាភ្ជាប់ពីទូរស័ព្ទមក computer ហើយអញ្ចឹងវាដើរហើយអញ្ចឹងបើយើងចង់បិទវិញយើងចុចប៊ូតុងបិទខាងកាមេរ៉ានោះវិញទៅបានហើយបន្តមកទៀតយើងត្រូវធ្វើរឿងអីគឺយើងត្រូវយកកម្មវិធី live stream ឬក៏ក្នុង Mac វិញវាមាន quick time អញ្ចឹងណាអាហ្នឹងយើងអាចអញ្ចឹងរាល់ប្រភេទកាមេរ៉ាណាមានន័យថារាល់ប្រភេទកម្មវិធីណាក៏ដោយដែលវាអាចទាញកាមេរ៉ាចូលបានគឺនឹងទាញយកវាប្រើបានហើយអញ្ចឹងកន្លែងនេះខ្ញុំ search ទៅក្នុង OBS website យើង search ពីក្រមមកហើយយើងយកតម្រូវតាមម៉ាស៊ីនរបស់យើងទៅអានេះខ្ញុំតេស្តដើម្បីសាកល្បងឲ្យទាំងអស់គ្នាមើលអញ្ចឹងយើងអាច install វាទាញវាចូលទុកប្រើពេលក្រោយហើយយើងចុច open វា2ដងមកអញ្ចឹង open មួយទៀតមកអញ្ចឹងមានន័យថាកាមេរ៉ានេះគឺយើងអាចភ្ជាប់មក OBS បានកន្លែង OBS នេះយើងគ្នារបស់ខ្ញុំមានជាប់ profile ចាស់អញ្ចឹងខ្ញុំលុបវាចោលសិនជាទូទៅវាអត់ត្រូវជាប់ទេវាត្រូវ clear ខាច់ចេញសិនណាប៉ុន្តែបោះម៉ាស៊ីនថ្មីអញ្ចឹងយើងលុបចាស់ចោលសិនទៅតមកទៀតអ្នកមានប៊ូតុង add new មក add new source អញ្ចឹងយើងយកកាមេរ៉ា source ហ្នឹងមកដាក់ឈ្មោះឲ្យវាទៅតែខ្ញុំអត់ដាក់ទេខ្ញុំវាយ default អញ្ចឹងយើង select មករើសពាក្យ Aircam អញ្ចឹង connect Aircam ហ្នឹងអូខេមកតែប៉ុណ្្នឹងចប់សពគ្រប់ហើយកន្លែងហ្នឹងគឺតែប៉ុណ្្នឹងឯងអញ្ចឹងយើងអាចធ្វើ stream អាចធ្វើ record អីបានអញ្ចឹងសម្រាប់សំឡេងយើងនៅមានបញ្ហាអញ្ចឹង version ក្រោយខ្ញុំ fix អរគុណអ្នកនរគ្នាបាយបាយ